ភាពរបស់ទីម៉ូឡេស្តេក្នុងឋានៈជាសមាជិកអាស៊ានទី11សម្ដេចអគ្គមហាសេនាបតីដៃជោហ៊ុនសែននៅក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ2022នេះបានមានប្រសាសន៍ថាប្រទេសទីម៉ូឡេស្តេសង្ឃឹមថានឹងអាចចូលជាសមាជិកអាស៊ានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍បញ្ជាក់នៅពេលបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធលើកទី55ថាដំណើរការនៃការចូលជាសមាជិកអាស៊ានរបស់ទីម៉ូឡេសកំពុងមានវឌ្ឍនភាពយ៉ាងល្អហើយខ្ញុំមានសុទ្ធិនិយមដល់យើងនឹងអាចស្វាគមន៍ប្រទេសនេះទៅកាន់គ្រួសារអាស៊ានយ៉ាងបានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយដោយឡែកលោកជំទាវបណ្ឌិតអាដាសាអាល់បឺទីណាហ្សាវីយេវីស្ម៉ាណូរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃប្រទេសទីម៉ូឡេស្តេបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថាទីម៉ូឡេស្តេកំពុងតែទន្ទឹងរង់ចាំលទ្ធផលពីក្រុមការងារបេសកកម្មស្វែងរកការពិតដីពីដំណើរការសុំចូលជាសមាជិកអាស៊ានរបស់ទីម៉ូឡេស្តេលោកជំទាវបានបញ្ជាក់ថា I can say that we are waiting for the ឥឡូវនេះខ្ញុំអាចនិយាយបានថាយើងកំពុងរងចាំរបាយការណ៍គ្រប់ជ្រុងជ្រោយរបស់ក្រុមការងារស្វែងរកការពិតអាស៊ានឈរលើគោលការណ៍នយោបាយទីម៉ូឡេស្តេបានត្រៀមខ្លួនគ្រប់ពេលដើម្បីក្លាយជាសមាជិកអាស៊ានប៉ុន្តែយើងក៏ត្រូវគោរពនីតិវិធីដែលអនុវត្តដោយលេខាធិការដ្ឋានអាស៊ានផងដែរខ្ញុំសង្ឃឹមថារបាយការណ៍គ្រប់ជ្រុងជ្រោយអាស៊ានស្ដីពីសមាជិកភាពទីម៉ូឡេស្តេនឹងចេញជាវិជ្ជមានក្នុងពេលឆាប់ៗនេះ And then we believe the report will be very positiveពាក់ព័ន្ធទៅនឹងការគាំទ្ររបស់សម្ដេចតេជោហ៊ុនសែនចំពោះសមាជិកភាពរបស់ទីម៉ូឡេស្តេលោកជំទាវរដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណនិងកោតសរសើរចំពោះគំនិតដូចផ្ដើមរបស់សម្ដេចតេជោចំពោះបេក្ខភាពទីម៉ូឡេស្តេលោកជំទាវបានមានប្រសាសន៍ថា We are really appreciate the effort by the Prime Minister Hun Sen យើងពិតជាកោតសរសើរចំពោះការគាំទ្ររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនដែលសម្ដេចតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះសមាជិកភាពអាស៊ានរបស់យើងបន្ទាប់ពីការបដិញ្ញាចិត្តរបស់សម្ដេចដែលបានថ្លែងនៅពេលដែលកម្ពុជាចូលកាន់តំណែងជាប្រធានអាស៊ានពីប្រទេសប្រុយណេក្នុងខែមករាថាលោកជំទាវបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជាដើម្បីពិភាក្សាជាមួយសមាភិកីកម្ពុជានិងចូលជួបសម្ដែងការគួរសមនិងថ្លែងអំណរគុណសម្ដេចតេជោហ៊ុនសែនកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជានិងទីម៉ូឡេស្តេនឹងពង្រីកបន្ថែមទៀត That's why he's become one of the strong advocate for Timor-Leste to become a member of ASEAN ទីម៉ូឡេស្តេបានដាក់ពាក្យស្នើចូលជាសមាជិកអាស៊ានក្នុងឆ្នាំ2011នៅពេលដែលឥណ្ឌូនេស៊ីបានធ្វើជាប្រធានអាស៊ានហើយចាប់តាំងពីពេលនោះមកប្រទេសទីម៉ូឡេស្តេបានខិតខំប្រឹងប្រែងជាច្រើនដើម្បីក្លាយទៅជាសមាជិកអាស៊ានពេញសិទ្ធិរហូតមកដល់ពេលនេះក្រុមបេសកកម្មស្វែងរកការពិតនៅប្រទេសទីម៉ូខាងកើតតាមសសរស្តម្ភទាំង3របស់អាស៊ានបានបញ្ចប់ដោយក្រុមការងារសហគមន៍នយោបាយសន្តិសុខអាស៊ានបានបញ្ចប់នៅថ្ងៃទី3ដល់ថ្ងៃទី6ខែកញ្ញាឆ្នាំ2019និងក្រុមការងារសហគមន៍សង្គមវប្បធម៌អាស៊ាននៅថ្ងៃទី6ដល់ថ្ងៃទី8ខែកក្កដានិងក្រុមការងារបេសកកម្មស្វែងរកការពិតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាននៅថ្ងៃទី19ដល់ថ្ងៃទី21ខែកក្កដាឆ្នាំ